ពីណាគេថាយ៉ាងនៅ IFL រៀនតែជំនាញភាសាអង់គ្លេសនេះបើកផ្នែកខ្វាក់ពួកខ្ញុំព្រលឹមឡើងកាលហ្នឹងដូចម៉ោង8មិនដឹងម៉ោង9មិនដឹងទៅដល់ Coconut Park ចាមានជាការថតកុនថតអីចឹងអត់យល់ទេកាលហ្នឹងតែចេះសប្បាយគេដែរនេះជុំគ្នាមួយកូនបនភឿនតម្រាំតបានជុំគ្នាហ្នឹងមានអ្នកខ្លះមកចាំ1ម៉ោងមួយអ្នកខ្លះចាំកន្លះម៉ោងហើយឥឡូវកាលហ្នឹងដូចជាថតដូចជាអត់មានរៀប script រៀប scene អីណាអ្នកគ្នាអានសភៅអីទៅថតឆៅបដ ហើយថាតួមួយវិញអូយមុខម្នាក់លោកហើយមិនទាន់បានកាហ្វេព្រលឹមឡើងបើផ្នែកខ្វាក់ថតរឿងទាំងព្រលឹមណាគេសើ IFL ខ្លះប្រកាសជាយកអារម្មណ៍ហ្នឹងកាលហ្នឹងខ្ញុំថតរឿងដូចជា Romeo and Juliet ហ្នឹងហើយមិត្តភក្តិខ្ញុំនៅក្នុងវីដេអូនេះគាត់ជាតួJuliet ហ្នឹងហើយគ្នានោះអាគ្នាឲ្យតែរៀបថតតែជំនាន់ហ្នឹងគេធ្វើស្ពានកោះនារីអ្នកនរគ្នាហ្នឹងហើយឲ្យតែគ្នារៀបនិយាយលេពីថាគ្នាអាគេខាងក្រោយនោះគេបុកគ្រឹះនិយាយពីទាំងឲ្យគ្នានេះជាយាមចូលអារម្មណ៍ទៅតែអារម្មណ៍នោះដល់អត់ចូលជាមួយសោះនិយាយពីថា script និយាយខុសផងអីផងតែអូចាទៅធ្វើមិនដើម្បីបន្ទុកសើ IFL ប្រកាសជាយកអារម្មណ៍ហ្នឹងច្បាស់ហើយបើថាថតរឿងជាមួយអាសាច់ឯងហ្នឹងផងហ្នឹងចាគឺនិយាយបានថតត្រូវទេថតទៅមិនបាច់មើលអាអ្នកនៅខាងក្រោយកាមេរ៉ានិយាយថានាំគ្នាសោយទៅធ្វើបាបគ្នាដល់កោហើយនេះអូយកាយវិការទៅហើយសមផងអីផងអ្នកកាន់កាមេរ៉ាហ្នឹងហើយឃើញដូចអូយរៀបចំថតអីធម្មតាតំណងទៅអ្នកគ្នាតែចាក់ស្ដែងចាអត់មានកាមេរ៉ាស្អីកណ្ដុងឯណាបានថតស្អាតទេទូរស័ព្ទហ្នឹងកាត់ភ្លឹបហើយជំនាន់ហ្នឹងអត់តមានខាត់អីគេអត់តល្បីអញ្ចឹងខ្ញុំចាក់ស្ដែងទៅថតកាត់តាមកម្មវិធីមួយទៀតគេហៅ Filmora ជាមួយនឹងកុំព្យូទ័រអត់ថ្មរបស់ខ្ញុំហ្នឹងគឺលក្ខណៈថាកាត់ម្ដងនិយាយពីគៀងកុំព្យូទ័រថាវីដេអូទៅ10នាទីខ្ញុំកាត់ចង់2ថ្ងៃអីមែនជំនាញយើងកាត់អត់ល្អណាស់តែកុំព្យូទ័រនោះវាយ៉ាក់ពេកទំមតែកាត់បានអូយម៉ាស៊ីនកុំព្យូទ័រនិយាយថាលាន់ណែឬក៏បាសហោះណាគេធ្លាប់ប្រើកុំព្យូទ័រហើយគេប្រើអីគេកម្មវិធីកាត់អីហ្នឹងយកអារម្មណ៍ហ្នឹងហើយនេះដូរដៃគ្នាថតម្ដងព្រោះគាត់ថតខុសច្រើនពេកគ្នាភ្លេចប្រូលអាសលេងរំខានហ្នឹងផងអីផងចឹងខ្ញុំដូរឲ្យមិត្តភក្តិប្រុសខ្ញុំកាត់ម្ដងឥឡូវឈិតមើលជំនាន់ហ្នឹងអូខ្ញុំមានអារម្មណ៍ដឹងគិតអីជំនាន់ហ្នឹងតែកាត់អាសក់ម៉ូតហ្នឹងឯងមែនជំនាន់ហ្នឹងគេល្បីអាសក់ wolf cut ហ្នឹងថាចាទៅនេះគេពងបញ្យលមាន director មានអីចឹងណាហើយឈិតថតអូគាត់ម៉ាស៊ីនហ្នឹងអត់បានទៅមុខហ្នឹងហើយចាមកផឹកហ្នឹងគឺតែម៉ាស៊ីនហ្នឹងតែយល់ថា Romeo Juliet Romeo ហ្នឹងគឺមានជាការតស៊ូជាខ្លាំងហើយអូខ្ញុំទៅសើពួកខ្ញុំជំនាន់ហ្នឹងដើម្បីបន្ទុកស្អីក៏ធ្វើទៅរួចដែរអ្នកក្រោយសិស្សបងក្រោយទៀតដូចមិនថតតែរឿង Romeo and Juliet ទេមានទាំងថតរឿងឌីកាលជំនាន់ខ្ញុំហ្នឹងក៏ថតរឿងឌីដែរកាលនេះខ្ញុំភ្លេចបាត់ហើយរៀនឆ្នាំទីម៉ាទេដូចឆ្នាំទី3មិនដឹងអីមិនដឹងហើយថតមើលស៊ីនផងអីផងនិយាយថាទូរស័ព្ទអាក្អូននោះទូរស័ព្ទគ្នាឡើង2ឡើងចង់គៀងអស់ហើយថតដល់ពេលយកមកកាត់វិញគឺវិញស៊ីនវិញអីសាហាវហ្មងហ្នឹងឥឡូវពង check មើលថាអូខេតួយកបានអត់ហើយខ្ញុំភ្លេចមើលអាពេលថតនេះម៉ែដាក់ GoPro មក zoom មុខខ្លួនឯងឲ្យចង់ដល់ឋានប្រច័ណ្ឌហើយនេះថតជំនាន់ហ្នឹងចា vlog អីគឺអត់មានស្រីប្លង់ស្រីអីយើងទេគឺកវីកវត្តកាមេរ៉ាហ្នឹងគ្មានយកអារម្មណ៍អ្នកមើលទេចឹងអ្នកគ្នាឃើញ footage ខ្ញុំចាស់នេះយកមកនេះវិញហ្នឹងមិនអ្នកគ្នាកំពុលព្យាយាមជួយមើលវីដេអូខ្ញុំបានចាប់ផងហ្នឹងហើយដើម្បីរកលុយបានជាក់ស្ដែងហ្នឹងហើយអូខេឥឡូវកំពុងបញ្យល់គ្នាតាំងត្រូវបែរទិសខាងណាអីខាងណាចឹងថតស្អាតអីអស់ហើយមានអារម្មណ៍វារៀងកង់ពលឺហើយតួនោះគ្នាមុខចង់ stress ជ្រួញចើមបដាហើយខ្ញុំ recommend ថាអ្នកគ្នាបើថាថតរឿងអីកុំថតមួយមិត្តភក្តិឯងអាហ្នឹងវាអាចធ្វើឲ្យយើងបែកបាក់មិត្តភាពបានណាព្រោះតែពេលចូលវគ្គធ្វើការចាមានចការឆ្លោះគ្នាឯងហើយពេលហ្នឹងខ្ញុំទៅថតហ្នឹងមាន2ក្រុមមួយទៀតគាត់ត្រូវថតស៊ីនផ្សេងក្រុមថតស៊ីនផ្សេងអញ្ចឹងពេលហ្នឹងចែកគ្នាថតហើយនៅកាងCoconut Parkហ្នឹងអរគុណគាត់ដូចគ្នាកាលហ្នឹងជាន់ខាងលើនោះជាគេអត់តន់ធ្វើអីអញ្ចឹងសុំគេឡើងថតទៅគេចែឲ្យឡើងដែរព្រលឹមឡើងនៅទៅតម្លង់ហាងគេឯងទាំងព្រលឹមចាណាគ្នាឃើញវីដេអូថតមកប្រើមិញថតយកជាការអត់ការទេ Romeo and Juliet ហ្នឹងមានអាអ្នកគេមកឈរមើលមកតង់តែគ្នាតួសំដីរត់តែបាយកាមដ្ឋានថតប៉ើងសម្រូបប៉ើងសពុតផងអីផងមួយជីវិតគឺជាការតស៊ូខ្លាំងហើយខ្ញុំណាគេថត stress ទៅឯងនេះក៏តែថត vlog ធ្វើមិនប្រមូល footage ឲ្យតែបានទុកបានគ្នាតាមក្រោយហ្នឹងហើយនេះជ្រៀតថតស្លាងកាជំនាន់ហ្នឹងគេអត់តន់ធ្វើស្ពានកោះនារីយើងនៅឆ្លងស្លាងឆ្លងអីឡើងព្រលឹមឡើង fresh បដ ாய் ហ្នឹងមកថតកុនមើលទឹកទន្លេឥឡូវថតមិនតាន់បាន footage ត្រូវអីទុកឯងមកកលៀតសិនហ្នឹងហើយឥឡូវមកដល់វគ្គហូបបាយសាច់ក្តាមកាលហ្នឹងដូចជាមិត្តភក្តិខ្ញុំកំងឲ្យគេដឹកឲ្យចាទៅដល់ហត់ឡើងគេឲ្យ order អីវ៉ាន់ហូបមកពីខាងក្រៅទៀតចាអូអរគុណច្រើនសំណាងជំនាន់ហ្នឹងគេអត់ជេរព្រោះខាងលើហ្នឹងគេអត់តន់លក់អីណានេះវានៅក្រុមការសាងសង់ឡើយអញ្ចឹងហើយបន្ទាប់ពីថត
mình ban vô chả ca y hơi đâu vậy ta đa thọt nơi tì tăng mà tăng thì ta bên nó được mình ta thọt được đa lên phòng ấy phòng trâu ấy cái hay xuống đây là sơn nè nè bơm lang dịp thang ấy bán mà em nè đôi hở tia chân trà ấy bán năm miên ấy sầm khán ấy miên ta cả miên ta độc tắc miên ta ấy ta ăn môi ăn non kia vô ta đã lên mà tao đấy sọc chất vua ấy vô trâu ta không nó hayคนnó trẻ vua tới thôi đôi miên miệt đọc lỗi nó không có bộ nâng chân hay cho nó nâng nè thì mà ta ta bây giờ ta môi đo cò được cái làng phnom chân mình phải ngom ta trong thông chừng mình được tiệt hay cái nâng đa tới ơi ta hồ lại thọt phong ấy phong hay trẻ đấy thọt nó kháng nó hiện số là thọt nó kháng đấy cái làng na kia ở đó hiện thọt đấy chân dân có group sạch bạc cái đây ta cả nâng được hiện sloi đó nọ kia về cho thọt nó không đấy đường bán xong kia ấy trẻ đa tờ proi thọt Romeo and Juliet nó không xôn đây nữa ôi dài với tha cầm cho nó nướng ao ta cái này cái ao thoát bôi nhóm trà tới gặp nên cái táo thì tàng nâng về xong chỉ môi nâng sát hướng ót ấy đưa ót lên bôi ấy Romeo bông sweater tại đây là sơ hẹ vì khỏi cho nó đã đăng cái ấy cũ cha ta oi bật tu đai ôi nhưng mà sao mà hà pe tới phim nó bầm lại nó ót non kia ta thoát ấy thì nòng kia đai mở suôn miền chỉ ca ta sẽ cho thua đôi nè mà bị sọc hẹ ấy chẳng hạn ấy hay nên là cái nó score sát nó chua sát ấy là không hiểu Madagascar King Juliet ហ្នឹងហើយថត Romeo and Juliet ឥឡូវពងទៅថតមួយ King Juliet ទៀតហ្នឹងឥឡូវពងដើរមើលក៏ទៅថាប្លង់ដៃណាគៀងអាច switch បានអីចឹងតែមើលទៅយ៉ាដល់ហើយចាដើរទៅហើយថតអានេះរកឃើញបានទីតាំងមួយកន្លែងគេបដងអីចឹងទីតាំងស្អាតមានរូបគេថើបគ្នាតែចាក់ស្ដែងអត់ពួកខ្ញុំទៅថតហ្នឹងទេដើរទៅមុខទៀតហើយដឹងស្អីខ្លះទេជំនាន់ហ្នឹងហើយកាហ្វេអីមិនតាន់បានទេបានតែបាយផឹកបាយចាក់ក្តារម្នាក់មកប្រអប់ហ្នឹងពួយអាស័យមិនហ្នឹងហើយសេងក្រោយទៀតបងប្អូនដែលរៀននៅខាង IFL មានអាស័យមិនអីជូនបងប្អូនណាតែឥឡូវក្មេងៗឥឡូវគឺឆ្លាតគេរកទីតាំងថតអីគេរៀបចំស្អាតគេមានកាមេរ៉ាគេមានជើង stand ជើងអីរបស់គេពួកខ្ញុំនេះលោកហើយអ្នកគ្នាថតទូរស័ព្ទមធ្យមហ្នឹងងុំតែ microphone ក៏មានដែរចាមានលក្ខណៈថាជាការស្រែកតែម្ដងសលេងយកបានគ្រូស្ដាប់បានចាទៅក៏ថាពេលហ្នឹងដូចជាវីដេអូហ្នឹងដូចជាខ្ញុំព្យាយាមដាក់ subtitle ដែរហើយយើងពងថតchứមិនសូវដឹងពេលខ្ញុំយកមកកាត់និយាយថាវល់សាហាវដូចច្រឡោកកោចឹងលោកហើយមិនដឹងស៊ីនតាណាខ្លះអីខ្លះអ្នកគេហៅ slater អាអ្នកកាន់ក្តាររាប់ស៊ីនមួយចាពួកខ្ញុំហ្នឹងមានអាអ្នកតានេហ្នឹងអត់ឲ្យធ្វើ slater ចាសុកចិត្តឈរមើលសុកចិត្តនាំគ្នាសើចឹងដល់ពេលខ្ញុំនេះមកយកកាត់ចាក់ស្ដែងលោកអើយមិនដឹងរឿងមកយកតួត្រូវស្លាប់អីចឹងតែខ្ញុំកាត់ចុះកាត់ឡើងតួស្លាប់ហើយបានទៅស្រឡាញ់គ្នាវិញធ្វើម៉េចបើយើងអ្នកកាត់តែម្នាក់ហើយអ្នកថតនឹងក៏តាមនឹងទៅតាមនឹងទៅព្រោះអីជើងចាក់ស្ដែងដូចជាអត់ផុសសាធារណៈអីលោកគ្រូគាត់គ្រាន់តែលោកគ្រូហ្នឹងអ្នកគ្រូហ្នឹងចង់ផ្លិចដូចអ្នកគ្រូហ្នឹងឯងគាត់គ្រាន់តែចាក់នៅក្នុងថ្នាក់អីចឹងហើយជំនាន់ហ្នឹងឯងពេលគ្រូចាក់ក្នុងថ្នាក់ចាទ្រាំមើលតែគ្រិញគ្នាទៅមកធ្វើម៉េចយើងដើម្បីបន្ទុកចេះតែពួយហេមីអូនដើរមួយថ្ងៃដូចតន់ដល់កន្លែងថតទៅរហូតឡើងថតអត់បានមកអ្នកអត់ដឹងស៊ីនវាគួរតាណាអីតាណាហើយ Romeo and Juliet នេះរៀងកាត់ Cambodia ចាអត់មានរ៉ូបអត់មានសពតអីឈុតបែបបារាំងអីអត់ទេចាមកលក្ខណៈខ្មែរសុទ្ធRomeo and Juliet បារាំងណាដូចតួអីគេអង់គ្លេសរឿងងាប់អ្នកថតរឿងនៅក្នុងហ្នឹងតែចង់ផ្លេចសាច់រឿងហ្នឹងឯងគេធ្វើបែបជំនាន់អង់គ្លេសសៀករ៉ូប៉ោងអីប្រុសសៀកខោជើងប៉ោងអីចាអត់ទេនៅ Romeo ខ្ញុំខាងក្រោយហ្នឹងឯងសៀកខោកបយហ្នឹងចាទៅអើយកាលហ្នឹងកៅថា outfit គ្រូឲ្យបន្ទុកវិញគឺថាសារ៉ូប៉ងតែតហ្មងហើយពេលហ្នឹងដើរទៅហ្នឹងមកក្រុមទៀតហ្នឹងខ្ញុំភ្លេចថាគាត់ទៅថតណាបាត់ទេនេះពួកខ្ញុំហ្នឹងពងរាវហោនេះកន្លែងណាថតបានហើយនៅក្នុងរឿងហ្នឹងមិនមែនថតតែធម្មតាអ្នកនរគ្នាយើងថត Romeo Juliet បែបជាសារព័ត៌មានអូនខ្ញុំបាត់នឹងបញ្យល់មិនគេហើយកាលហ្នឹងត្រូវមានម្នាក់គាត់ធ្វើជាអីគេអ្នករាយការណ៍អីអញ្ចឹងអូយតែកន្សឹបជំនាន់ហ្នឹងញាក់សាច់ហ្នឹងហើយអញ្ចឹងមកខ្ញុំរៀននៅខាងហ្នឹងអាស័យមិនញាក់សាច់ដល់ខ្ញុំវគ្គខាងក្រោយនេះខ្ញុំធ្វើបាកូនសិស្សខ្ញុំក៏ញាក់សាច់ណយដែរហ្នឹងដូចជាកម្ពុជាយើងត្រូវប្រដាក់តគ្នាអញ្ចឹងហើយតមកឥឡូវដើរមកខាងនេះឃើញពណ៌យ៉ាងសអីដូចជាយើងត្រូវរឿងពួកម៉ាក់ខ្ញុំគេទៅលោឆោមើលឡៃហ្នឹងកើតអត់ចាខ្ញុំស្មានតែគេបានទីតាំងឡៃហ្នឹងថតទៅតាអាងទុកអីវ៉ាន់ចាមានណាគេដើរឆ្លងកាត់ទៅមុខតង់ទៀតហើយជំនាន់ហ្នឹងមិនដឹងដើរទៅណាមកណីទេអ្នកដើរទៅមុខហ្នឹងក៏មិនដឹងដើរទៅណាអ្នកដើរទៅតាមក្រោយហ្នឹងក៏ចេះតែដើរគេថាបន្លាញលឹកដេញបន្លាញហើយចាទៅហើយមេកាហ្នឹងដូចជាព្រលឹមឡើងបើកភ្នែកមកខ្វាក់ភ្លៀង
នេះអ្នកដើរនាំទៅនឹងដើរទៅហើយគាត់ដឹងតែគាត់ដើរទៅណាតែមកគាត់ដើរតាមមិត្តភក្តិខ្ញុំនោះមកតង់ទៀតហើយទៅថតនៅនឹងអូយប្រវត្តិជូរចត់ទៅអ្នកគ្នាហើយថតមុខខំផងអីផងចេះទៅហើយម្នាក់ពាក់ម៉ាស់ហ្នឹងហើយអ្នកគ្នាឃើញតាម៉ាស់ហ្នឹងចង់ត្រាំមួយថ្ងៃជំនាន់កូវីដតែជាក់ស្ដែងពួកខ្ញុំថតពាក់ម៉ាស់ហ្នឹងមិនមែនជំនាន់កូវីដក៏កូវីដតែប៉ុន្តែជាក់ស្ដែងស្អុយមាត់គ្នាបលឹមឡើងមួយងើបបដេកភ្នែកតនស្វាងផងឲ្យនាំគ្នាថតកុនហ្នឹងអញ្ចឹងក៏ពាក់ម៉ាស់រៀងខ្លួនទៅយើងនិយាយទៅវាមិនសូវស្អុយមាត់អញ្ចឹងណាអញ្ចឹងបើកម៉ាស់ហ្នឹងតាពេលតួអង្គដែលគាត់នេះថតរឿងហ្នឹងទៅឥឡូវទីបំផុតរកបានកន្លែងសំគួរលោកអើយខ្ញុំអ្នក voice over ហ្នឹងចង់ដាច់ខ្យល់ទៅនេះដើរយ៉ាងហ្នឹងវីដេអូ vlog នេះខានមើលយូរដល់គ្នាលេងបើកវីដេអូបាច់ voice over តាមរូបភាពចាក់ស្ដែងនិយាយឡើងមកហត់ទៅតំបានរកកន្លែងអង្គុយហើយម្នាក់ហត់កខុសណាបលឹមឡើងហើយពងរៀបថតហ្នឹងចាំហៅបានឡើងអង្គុយមិនតន់ទៅថតណាមីក្អូននោះវាចង់ទៅវាយកូនក្រូលឯណានោះតាំងបលឹមហ្នឹងអាសាច់ការមិនតន់បានថតទេហើយពេលហ្នឹងមិនតន់ទាំងបានថតផងទៅរកកន្លែងបានអង្គុយគេដេញងើបទៅវិញចាដើរនៅក្នុងសួនហ្នឹងបើព្រឹក voice over ចង់ដាច់ខ្យល់ហ្នឹងគឺអាមកប្លង់ទី2ហ្នឹងគ្មានបានសាច់កាយទេលោកឲ្យបានតែសាច់កាប់ហើយឥឡូវពងដើរចេញទៅវិញហើយពងទៅមើងឲ្យដៃបាំងកាមេរ៉ាទៀតមិនដឹងគិតអីនោះអ្នកគ្នាខ្ញុំថាឲ្យមិត្តភក្តិខ្ញុំថតអាកាមុខហ្នឹងតានេះថតយកឡានហ្នឹងមក Dinosaur ម៉ែ T-Rex នៅខាងក្រោយហ្នឹងមក Romeo Juliet with Dinosaur ដូចក្នុងរឿង Jurassic Park ហ្នឹងអែមស្រែមបដ ாய் ឥឡូវចូលមកព្រឹកដើរហត់ចង់ដាច់ខ្យល់ហ្នឹងគឺអត់មានបានសាច់ការសាច់អីទេសក់វិញឡើងញាក់សាច់ទៅជំនាន់ហ្នឹងជ្រោកសក់ថា stress ហ្នឹងហើយឥឡូវកំពុងដើរទៅមើងទៅរត់ទៅយកម៉ូតូវិញហើយកតាបស្ពេចង់ដាច់ស្មាហ្នឹងគឺអត់មានបានសាច់ការអីទេមកព្រឹកក៏ចុះមកថាពេលគ្រូដាក់អាស័យមិនអីមានអារម្មណ៍ថាដូចហត់ណាស់ហ្នឹងអាស័យមិនហ្នឹងធ្វើប្រហែលតែ 50% តែអត់បានសាច់ការហ្នឹងដូចចង់លើសដើមនេះពងដើរទៅវិញហើយចាំគ្នាផងអីផងហើយមិត្តភក្តិចូលបដាឲ្យមកពីព្រឹកជុំគ្នាហ្នឹងដូច10នាក់ជាងដើរចោលដើរឡើងហ្នឹងគេចាប់បរិវត្តទៅអស់នៅសល់តែ4នាក់ហ្នឹងឥឡូវពងឈោគិតដូចអ្នកអីគេបាត់ពេលហ្នឹងដូចបាត់សម្បត្តិម៉ូតូអីមិនដឹងឯងគិតក្នុងចិត្តចូលម៉ែអាបញ្ញាប់ដើរទៅផ្ទះតែអីវិញហើយមានអ្នកបាត់សម្បត្តិម៉ូតូទៀតដល់អញជឿចាំនៅដើរទៅមុនតែនៅក្នុងពេលហ្នឹងវាយើងរៀងធំត្រូវយើងទៅស្គាល់គ្នាអីអញ្ចឹងបានតែគិតក្នុងចិត្តឯងតែជេរពួកគាត់ក្នុងចិត្តហ្នឹងក៏មិនnóiដែរហ្នឹងហើយឥឡូវពងដើរទៅវិញហើយអូកាលហ្នឹងមេឃណានេះcònមើលចាមេឃគឺស្អុយប៉ែថតតែមេឃអញ្ចឹងថតគ្មានបានស្អីស្អាតទេវាថាពលឺវិញសរោពងតែតបដ ாய் ចឹងខ្ញុំយកអារម្មណ៍ថាអ្នកដែលគាត់ថតកុនគាត់សុកចិត្តតែថតម៉ោងម៉ោង10 2 10ម៉ោង1អាថ្ងៃក្តៅចេះហ្នឹងប៉ុន្តែចាក់ស្ដែងថតទៅពេលយើងមើលនៅក្នុងអេក្រង់វាស្អាតតែពួកខ្ញុំមិនសុកចិត្តយកអីគេមុខដល់រៀងយ៉ាក់ស្រាប់ហើយបើថាទៅថតកណ្ដាលថ្ងៃទៀតគឺថាជាប់មុខទាំងដុំហ្មងអញ្ចឹងសុកចិត្តនាំគ្នាទៅថតទាំងព្រលឹមហ្នឹងទៅអញ្ចឹងវីដេអូហ្នឹងចាមានដើរទៅដើរមកពេញសួនហ្នឹងឯងមានតែប៉ុណ្្នឹងទេអញ្ចឹងអ្នកចូលចិត្ត